សួស្តីនៅក្នុងមេរៀននេះយើងនឹងធ្វើការសិក្សាអំពី Bootstrap ដែលជាបច្ចេកវិទ្យាថ្មីមួយបង្កើតឡើងសម្រាប់ជួយសម្រួលទៅដល់ការ develop website ឲ្យបានលឿនមានភាពស្រស់ស្អាតនិង user friendly តែមុននឹងយើងសិក្សាឲ្យបានស៊ីជម្រៅនិងឈានទៅដល់ការប្រើប្រាស់ Bootstrap យើងត្រូវស្វែងយល់ថាតើអ្វីជា Bootstrap ហើយម្យ៉ាងវិញទៀតតើគេអាចប្រើ website ក្នុងគោលបំណងអ្វីខ្លះគេអាចប្រើប្រាស់ website ដើម្បីបង្ហាញពីព័ត៌មានបង្ហាញអំពីផលិតផលបង្ហាញអំពីសេវាកម្មបង្ហាញអំពីការលក់ទំនិញអនឡាញឬក៏អាចធ្វើ website ជាលក្ខណៈ social network ជាដែរម្យ៉ាងវិញទៀត website ក៏ត្រូវបានគេយកមកប្រើប្រាស់ដើម្បីបង្កើតជា business management information system ដែលជាប្រព័ន្ធគ្រប់គ្រងមួយដើម្បីដោះស្រាយទៅនឹងការឆ្លើយតបរាល់បញ្ហាដែលទាក់ទងនឹង business ប្រចាំថ្ងៃដូចជា billing system គឺជាប្រព័ន្ធដែលសម្រាប់ធ្វើការចេញជាវិក្កយបត្រ payroll system ជាប្រព័ន្ធសម្រាប់ទូទាត់ប្រាក់ library management system ជាប្រព័ន្ធសម្រាប់គ្រប់គ្រងបណ្ណាល័យឥឡូវនេះយើងត្រឡប់មកមើល Bootstrap វិញ Bootstrap គឺជា HTML CSS JavaScript framework ដែលត្រូវបានបង្កើតឡើងនៅក្នុងឆ្នាំ2012ជាមួយនឹងប្រធានបទថ្មីមួយគឺ responsive design Bootstrap ត្រូវបានបង្កើតឡើងដើម្បីជួយសម្រួលទៅដល់ fast development project របស់ website ឬក៏ជា web application ម្យ៉ាងវិញទៀតគឺ responsive design ដែលជាប្រធានបទថ្មីមួយដែលអាចឲ្យ website ឬក៏ web application របស់យើង adapt ទៅ device ជាច្រើនប្រភេទដែលមាន screen monitor មានទំហំផ្សេងៗគ្នា Bootstrap ត្រូវបានបែងចែកជា3ក្រុមដែលទី1គឺ Base CSS គឺជាបណ្ដាល CSS សម្រាប់ធ្វើការប្រមាថទៅលើ element នៅលើ website ទី2 Component គឺជា element បន្ថែមទៀតដែលគេអាចយកទៅប្រើប្រាស់នៅលើ website ផងដែរទី3គឺ JavaScript គឺជាបណ្ដាល element ទាក់ទងនឹង interaction ដែលអាចឲ្យយើងប្រើប្រាស់នៅលើ website